សួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំមកបង្ហាញទីកន្លែងកំសាន្តមួយកន្លែងទៀតដែលនៅខាងទឹកដីច្បារអំពៅបងប្អូនគេហៅសួនបែបអឺរ៉ុបបងប្អូននៅបូរីពេញហួតបឹងស្នោបងប្អូនក៏ជាស្គាល់ហើយសម្រាប់អ្នកនៅរាជធានីភ្នំពេញក៏ជាស្គាល់ថាកន្លែងសួនបែបអឺរ៉ុបហ្នឹងគឺមានទេសភាពដ៏ស្រស់ស្អាតបែបអឺរ៉ុបហើយក៏មានកន្លែងលក់ម្ហូបអាហារហូបចុកដូចជាហាងកាហ្វេហាងលក់ទំនិញជាច្រើនដែលនៅអូនសងខាងនៅមាត់ទឹកនៅបន្លាយទឹកគេបងប្អូនហើយខាងនោះគឺគេហៅតំបន់ចក្រភពអង់គ្លេសបងប្អូនដែលមានរូបពណ៌មេលាកាដែលតំណាងឲ្យប្រទេសអង់គ្លេសបងប្អូនហើយក្នុងទឹកក៏មានការចិញ្ចឹមត្រីធំដែរបងប្អូនខ្ញុំឃើញគេដាក់ចំណីត្រីអីឃើញត្រីចេញមកស៊ីច្រើនណាហើយខាងនោះគឺគេហៅរោងមហោស្រពអូប៉េរ៉ាតំណាងឲ្យប្រទេសអូស្ត្រាលីបងប្អូនហើយគេមានស្ពានឆ្លងពីលើទឹកមើលទៅដូចគេហៅនៅខាងអឺរ៉ុបអញ្ចឹងបងប្អូនហើយក៏មានកន្លែងគេជិះក្មេងៗជិះទីទឹកលេងនៅលើបន្លាយទឹកគេធ្វើដូចបន្លាយទឹកអញ្ចឹងបងប្អូនមានស្ពានឡើងហើយជាបើតាមខ្ញុំដើរដូចជាស្ពានដល់ទៅ4ឆ្លងកាត់ពីលើទឹកហ្នឹងបងប្អូនកន្លែងនេះកន្លែងដូចថាក្មេងជួលម៉ូតូម្នាក់1រៀលជិះលេងកន្លែងក្មេងជិះលេងណាបងប្អូននេះកន្លែងជាទឹកដូចថាក្មេងៗឯអ្នកមានសង្សារអង្គឯអាចជិះជាទឹកលេងតាមនៅតាមបន្លាយទឹកគេហ្នឹងតាមមាត់ទឹកគេហ្នឹងគឺថាទេសភាពវិញស្អាតហ្មងបងប្អូនដូចយើងនៅខាងអឺរ៉ុបអញ្ចឹងបងប្អូនខាងនេះគឺអគារការបងប្អូនដែលចង់រៀបអាពាហ៍ពិពាហ៍អីអាចមកជួលទីតាំងរៀបអាពាហ៍ពិពាហ៍នៅអគារធំអញ្ចឹងបងប្អូនហើយស្ពានមកកន្លែងទៀតខ្ញុំឃើញគេចំតាំងពីត្រីបងប្អូនដាក់ចំទៅបាយត្រីទៀតវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមបងប្អូនរងចាំទស្សនាវីដេអូទី2បន្តទៀតខ្ញុំនឹងបង្ហាញទីកន្លែងស្អាតនៅតំបន់គេហៅសួនបែបអឺរ៉ុបបងប្អូនហើយស្ពានមកកន្លែងទៀតបើយើងចង់ថតរូបថតវីដេអូអីមើលទៅស្អាតបងប្អូនដូចថាគេរៀបអាពាហ៍ពិពាហ៍អីគេមកថត pre-wedding អីនៅសួនអឺរ៉ុបហ្នឹងក៏ស្អាតដែរបងប្អូនបើនិយាយពីទេសភាពវិញស្អាតគ្រប់សេរីមកបងប្អូនសូមអរគុណជួបវីដេអូរបស់ខ្ញុំទី2ពេលក្រោយទៀត